số đây thiên phu ban số đây bọn bạn số đây nhưng thiên phu một đợt bên này cứ chơi một đợt vẽ trong crowd hói này rapper fighter đời cả tiviហើយយើងនឹងប្រព្រឹត្តទៅនៅដែលព្រាមាន30ថ្ងៃទី15ខែកុម្ភៈនេះចំពោះធានហ្វូបើសិនជាធានហ្វូខ្លាយជាម្ចាស់ជ័យលាភីតើបន្ទាប់ពីខ្លាយជាម្ចាស់ជ័យលាភីហើយតើធានហ្វូនឹងធ្វើអ្វីទៀតបើសិនជាខ្ញុំបាទខ្លាយជាម្ចាស់ជ័យលាភីនៅក្នុងកម្មវិធី Rapper Fighter រដូវកាលទី2ខ្ញុំនឹងយកប្រាក់រង្វាន់មួយចំនួនដើម្បីជួយខ្លួនឯងដើម្បីបង្កើតនៅ studio ធ្វើចម្រៀងផលិតចម្រៀងអភិវឌ្ឍតន្ត្រីរបស់ខ្ញុំទៅកាន់ពុកម៉ែបងប្អូនដែលស្រឡាញ់ចូលចិត្តនិងគាំទ្រខ្ញុំបាទទទួលបានរសជាតិចម្រៀងថ្មីផ្សេងច្រើនបែបទៀតហើយមួយចំណែកទៀតខ្ញុំយកទៅជួយប៉ារបស់ខ្ញុំពួកគាត់អត់ហើយខ្ញុំជាកូនអ្នកអត់ដូចគ្នាហើយមួយចំណែកទៀតបន្ទាប់ពីជួយម៉ាក់ប៉ាខ្ញុំហើយមិនថាតិចឬច្រើនទេខ្ញុំចង់ចែករំលែកទៅអ្នកដែលខ្វះខាតជាងខ្ញុំទៀតខ្ញុំមានកូនចិត្តនឹងមួយគឺចង់ជួយពួកគាត់ខ្លាំងមែនតើហើយមិនថាអាចទៅរួចឬមិនទៅរួចទេខ្ញុំនឹងឆ្លៀតយ៉ាងណាជួយទៅដល់បុកប៉ែបងប្អូនដែលកំពុងតែភាសឹកដែលជាជនភាសឹកនិងបងកងទ័ពតាមលទ្ធភាពដែលខ្ញុំអាចធ្វើទៅបាទអូខេអរគុណមែនទែនធានហ្វូជាមួយបដិសម័យដ៏ធំហើយនឹងទឹកចិត្តរបស់ធានហ្វូអញ្ចឹងដើម្បីគ្រប់គ្រងធានហ្វូឲ្យខ្លាយទៅជាជើងឯកនៅ Rapper Fighter ដោយការទី2នេះតែពុកម៉ែបងប្អូនក៏ដូចfanត្រូវធ្វើដូចនេះបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចង់ឲ្យខ្ញុំបាទខ្លាយទៅជាម្ចាស់ជ័យលាភីនៅក្នុងកម្មវិធី Rapper Fighter រដូវកាលទី2របស់យើងពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចបោះឆ្នោតគ្រប់គ្រងខ្ញុំបាទដែលមានលេខសម្គាល់លេខ6ផ្ញើសារទៅកាន់1745តាមរយៈប្រព័ន្ធ Smart តែប៉ុណ្ណោះឬមួយជំរឿនទៀតពុកម៉ែបងប្អូនទាំងអស់គ្នាអាចបោះឆ្នោតគ្រប់គ្រងខ្ញុំបាទតាមរយៈ app PNN Plus ដែលមាននៅក្នុងបងប្អូនទាំងអស់គ្នាអាច download តាមរយៈ App Store ក៏បាន Play Store ក៏បានហើយបើសិនជាបងប្អូនកាន់តែចង់ងាយស្រួលទៀតនោះគ្រាន់តែតាមរកដំណ link ដែលបានភ្ជាប់នៅក្នុង page ផ្លូវការរបស់ខ្ញុំបាទផ្ទាល់ក៏ដូចជាតាមរយៈ page PNN page Rapper Fighter ឬក៏ page Gainsbourg Snow របស់យើងទាំងអស់គ្នា